ធ្វើឲ្យផ្កានឹងវាស្ងួតក្រៀមបាទហើយវាឆេះខ្លោចដោយសាររងផលប៉ះពាល់អំពីស្មៅបាទពុកមិញពុកម៉ែបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកដល់ចំការរបស់បងប្អូនប្រជាកសិករយើងដែលកំពុងតែធ្វើស្វាយហើយយើងដឹងហើយថានៅក្នុងអំឡុងខែនេះការចេញផ្កាក៏មកបានច្រើនហើយដោយថ្ងៃនេះគឺខ្ញុំបាទមកចែករំលែកនិងប្រាប់អំពីបញ្ហានិងដំណោះស្រាយទៅលើបញ្ហាស្មៅដែលយើងឃើញខាងក្រោយគឺផ្កាចេញមកបានច្រើនប៉ុន្តែអ្វីដែលជួបបញ្ហានៅក្នុងអំឡុងពេលនេះគឺបញ្ហាស្មៅបាទហើយចំពោះបញ្ហាស្មៅនេះផងដែរគឺធ្វើឲ្យផ្កានឹងវាស្ងួតក្រៀមបាទហើយវាឆេះខ្លោចដោយសាររងផលប៉ះពាល់អំពីស្មៅដូចជាផ្កានេះជាក់ស្ដែងគឺរងផលប៉ះពាល់អំពីស្មៅខ្លាំងបាទហើយចំពោះបញ្ហានៃការរងផលប៉ះពាល់នៃស្មៅនេះវាធ្វើឲ្យការឡើងក្បាលរុយឬក៏ដល់ដំណាក់កាលនៃការកាត់លំអងនិងកេសរញីកេសរឈ្មោះហ្នឹងវាពិបាកក្នុងការបង្កាត់និងការឡើងក្បាលរុយផងដែរបាទជំរឿនខ្ញុំគោះឲ្យពូមីងបងប្អូនបានមើលបាទនេះស្មើឃើញច្រើនហើយដូចជាកន្លែងផ្សេងក៏ច្រើនដែរបាទនេះគឺពេញដៃតែហ្មងបាទឃើញខ្មៅពេញដៃនេះគឺជាបញ្ហាប្រឈមខ្លាំងមែនទែននៅក្នុងដំណាក់កាលកំពុងតែត្រៀមយកក្បាលរុយឬក៏ដំណាក់កាលនៃការបង្កាត់កេសរញីឈ្មោះនេះវាពិបាកក្នុងការឡើងក្បាលរុយមែនទែនបាទចំពោះដំណាក់កាលផ្កាស្វាយដែលកំពុងតែរីកនេះក៏ដូចគ្នាដែរដែលវាជួបតែបញ្ហាស្មៅនេះក៏បងប្អូនគួរតែព្យាយាមនិងតាមដានឲ្យបានមែនទែនបាទហើយដូចជាខាងក្រុមហ៊ុនជីថ្នាំទឹកចម្រៃខៀវយើងក៏មាននៅរូបមន្តមួយដើម្បីកម្ចាត់នៅពពួកស្មៅនេះមានប្រសិទ្ធភាពខ្ពស់ផងដែរដែលមានដូចជាដំរីប្រូផែនចំនួន1 ដបបូកជាមួយនឹងបច្ចេកទេសដង្កូវចំនួន1 ដបលាយទឹក 1000 លីត្រដើម្បីបាញ់កម្ចាត់ពពួកស្មៅដែលកំពុងតែរងការបំផ្លាញទៅលើដំណាក់កាលផ្កានេះផងដែរបាទហើយយើងអាចលាយបន្ថែមជាមួយនឹងមីក្រូធាតុឬក៏ប្រភេទពួកជីដែលមានដំរី Silver 500 មីលីលីត្របាទហើយបូកជាមួយនឹងដំរី 3 Star ចំនួន1 គីឡូទៅ 2 គីឡូលាយទឹក 1000 លីត្រហើយបូកជាមួយនឹងថ្នាំកម្ចាត់ស្មៅនេះផងដែរបាទដើម្បីជួយបង្កើននឹងការឡើងក្បាលរុយឲ្យវារីកបានលឿនហើយកាន់បានល្អផងដែរបាទ